បងប្អូនអរគ្នាជាទីស្រឡាញ់អរគ្នាសុខសប្បាយបានមកដល់កម្មវិធីកូនសោបើកចិត្តញៀនជាប្រចាំសប្តាហ៍របស់យើងទៀតហើយធម្មពលនៃចិត្តគំនិតការគិតរបស់យើងនៅក្នុងការសន្សំបន្តិចបន្តួចសូម្បីតែការគិតដល់ល្អិតយ៉ាងណាក៏ដោយក៏សុទ្ធតែមានការរីកចម្រើនជាបឋមសូមគោរពនិមន្តដល់អាសឺស៊ូនីវសូមតាដៃក្រោកឈរឡើងអ៊ីចាយស៊ូនីវហៅសានសូមជើងគួយចុះសូមថ្លែងគុណដល់មហាករុណាអធិគុណថាលើគុណធម៌ធម្មគ្រូសូមថ្លែងគុណដល់អតិរិទ្ធមេវជីសូមអរគុណដល់លោកស៊ូនីវការអរគុណបងប្អូនអរគ្នាអ្នកទាំងអស់គ្នាសុខសប្បាយអ្នកទាំងអស់គ្នារស់ស្ដីស៊ូនីវហៅដល់យើងនិយាយអំពីធម្មពលនៃចិត្តគំនិតបន្តទៀតស្វែងមង្គលការរីករាយទាំងអស់គឺចិត្តរបស់យើងជាអ្នកកំណត់ជាអ្នកសម្រេចចឹងការឈឺចាប់ទាំងអស់ការលូបន្ទោសក៏ដោយចិត្តជាអ្នកកំណត់ផងដែរគឺត្រូវមើលទៅលើការរក្សាចិត្តរបស់យើងដល់កម្រិតណាចឹងការមើលឃើញក៏មិនដូចគ្នាឧបមាថាមនុស្សដែលនៅជាន់ទី2ទៅមុខគឺមានគេជេរយើងប្រហែលជាយើងត្រូវជេរទៅវិញជេរទៅជេរមកក៏ប៉ុន្តែនៅពេលដែលយើងស្នាក់នៅជាន់10ជាន់ទី10គេកំពុងតែជេរយើងពីជាន់ទី2ទៅលើយើងគិតថាគេប្រហែលជាពងនិយាយໄວយើងក៏បកដៃដាក់គាត់អញ្ចឹងកម្ពស់ដែលយើងនៅគឺអាចជាអត្តពលដល់អាកប្បកិរិយារបស់យើងអាកប្បកិរិយារបស់យើងគឺអាចជាអត្តពលដល់សន្តានចិត្តរបស់យើងគឺអ្នកនៅទីខ្ពស់គឺមិនទៅប្រកែកប្រកាន់អ្នកដែលនៅខាងក្រោមហើយមិនប្រកែកប្រកាន់រឿងបែកកំប៉ុកនោះទេអញ្ចឹងតើតើនឹងការលើកកម្ពស់នៃចិត្តរបស់យើងគឺផងដែរអញ្ចឹងថាពេលយើងរៀនសូត្រការបរិច្ចាគទាំង3បរិច្ចាគទ្រព្យសម្បត្តិបរិច្ចាគចំណេះវិជ្ជាធម៌បរិច្ចាគកម្លាំងនៅក្នុងការបរិច្ចាគទាំង3ទន្ទឹមគ្នានោះគឺយើងធ្វើទៅជាទម្លាប់ដែលអាចជួយគេផ្ដល់ចំណុចដល់គេអីជាដើមអញ្ចឹងយើងធ្វើអីយ៉ាងម៉េចក៏បានដែរគឺឲ្យតែតាមលទ្ធភាពដែលយើងមាននៅក្នុងចិត្តគំនិតរបស់យើងគឺមានចិត្តមេត្តាករុណាគឺគិតអំពីចិត្តសប្បុរសនៅក្នុងការធ្វើចិត្តនឹងនៅក្នុងការបំពេញបាទកិច្ចការមកថាយើងការលុបលុនវិញសម័យគឺនៅកន្លែងអាងហែទឹកគឺមានមនុស្សម្នាក់គាត់ពាក់ស្បែកជើងផ្ទាត់ហើយនៅលើស្បែកជើងផ្ទាត់គឺមានអក្សរសៀវគឺរក្សាសិលគឺការកាត់គាត់ថាតែឯងមានស្បែកជើងមានអក្សរសៀវគាត់ថាគាត់ឈ្មោះសៀវចឹងថាចឹងឯងមានអក្សរសៀវលើស្បែកជើងតែឯងត្រូវរក្សាសិលគឺសៀវតោគឺកុំធ្វើខុសអំពីបំដងរបស់ដូនតាពុកម្ដាយអញ្ចឹងពុកម្ដាយដាក់ឈ្មោះឲ្យអាសៀវនេះគឺថាប្រាប់ឲ្យអ្នកត្រូវរក្សាយ៉ាងម៉េចគាត់ថាខ្ញុំមិនដឹងដែរខ្ញុំថាអក្សរសៀវរក្សានេះគឺមនុស្សម្នាក់គឺត្រូវប្រើកំបិតមួយបាទគឺមួយកំនោះហើយគឺអក្សរហ្វានហ្នឹងគឺមានថាការពិចារណាកំហុសខ្លួនឯងថាតើមានលោភៈទោសៈមោហៈដែរអត់បើមានគឺត្រូវតែជំរុះចោលបាទគឺអក្សរ3កំនោះប្រឆិតមកឆ្វេងហ្នឹងព្រាទាំង3ហ្នឹងគឺមានថាជំរុះចោលអញ្ចឹងចិត្តរបស់យើងដែលមានការលុបលន់វិធីសាស្ត្រគឺចង់តែកេងចំណេញយកប្រយោជន៍ពីគេអញ្ចឹងការកេងចំណេញពីគេនេះជីវិតបែបដូច្នេះគឺឈឺចាប់មែនតើចាប់ខ្លាំងណាស់ជួនកាលទៀតគឺយកអត់បានក៏ឈឺចាប់ដែរគឺនៅក្នុងការគិតរបស់យើងគឺថាមានការលុបលន់ទង្វើដែលយើងធ្វើគឺធ្វើបែបដូច្នេះក៏ដោយសារតែការលុបលន់គឺក៏ជះឥទ្ធិពលដល់មនុស្សដែលនៅជុំវិញខ្លួនរបស់យើងមើលចំពោះយើងអ្នកខ្លះទៀតគឺមានការប្រុងប្រយ័ត្នចំពោះយើងដូចជាអ្នកផ្ទះយើងបងប្អូនញាតិសន្តានមករួមឋានៈមករួមការងារគឺដោយសារតែគំនិតរបស់យើងគឺចេះតែចង់កេងប្រវ័ញ្ចពីគេចង់យកបាទលុបលន់ទី2គឺទោសៈគឺខឹងជួបរឿងអីក៏ដោយគឺតែងតែមានការខឹងក្រោធដូចជាប្រហែលថ្ងៃនេះគឺពេលតែប្រជុំឬសូថាអ្នកវ័យក្មេងគឺទៅសួរអ្នកដែលគ្រប់គ្រងថាការផ្សាយបន្តផ្ទាល់គឺត្រូវការធ្វើតែពេលសួរច្រើនពេកទៅគឺគេក៏បាននិយាយថាអីយ៉ាសួរជីលឹកជីគល់ម៉េះអីក៏សួរជីលឹកជីគល់ម៉េះនិយាយចឹងអាពេលដែលយើងធន់ទ្រាំនឹងការឆ្លើយគឺធ្វើយើងខឹងក្រោធជំនាញរបស់យើងគឺរឿងមួយក៏តែថាអ្នកហៅគេមកប្រជុំហើយគេអ្នកមកប្រជុំគេសួរយើង
គឺអ្នកត្រូវឆ្លើយដោយទឹកចិត្តរីករាយបើមិនជាគេអត់ចេះយើងគេសួរយើងឆ្លើយអត់បានច្បាស់គេរៀន operator ដូចយើងគេធ្វើមិនបានល្អគឺធ្វើឲ្យកម្មវិធីដែលគេកាន់ operator មិនបានល្អក៏អត់សូវបានបាទត្រូវកាត់បន្ទុកផងដែរបាទអញ្ចឹងពេលដែលខឹងដោយសារធុញការសួរនោះគឺធ្វើយើងខឹងក្រោតណាបាទខឹងដោយសារគេសួរច្រើនអញ្ចឹងហើយពេលដែលយើងប្រែទឹកមុខម្ដងមិត្តភក្តិដែលយើងរាប់រយមិត្តរួមថ្នាក់អ្នកដែលជុំវិញខ្លួនយើងបាទទោះជាបងប្អូនកូនចៅគឺគេសុទ្ធតែខ្លាចយើងគេខ្លាចនឹងសួរយើងខ្លាចនឹងនិយាយមកយើងព្រោះខ្លាចថាយើងប្រែទឹកមុខពេលណាដែលយើងសួរច្រើនណាហើយអត់ហ៊ាននិយាយស៊ីជម្រៅទេហើយធ្វើឲ្យយើងមានអារម្មណ៍ថាយើងនឹងឯកោព្រោះគ្មានតែគេជួយចិត្តនិយាយហៅយើងចេះតែប្រុងប្រយ័ត្នតែនរណាគេទៅជាមិត្តភក្តិរបស់យើងក៏ដូចជាលោកដូណាល់ត្រាំអញ្ចឹងយើងពីប្រធានាធិបតីជាច្រើនប្រទេសគាត់ថាបាទដៃគូដែលកំពុងតែច្បាំងគ្នាគឺសុទ្ធតែជាដៃគូរបស់គាត់ដៃគូយ៉ាងម៉េចបើគាត់ប្រែទឹកមុខមួយថ្ងៃមុនគឺលោកZelenskyសុជីហ្នឹងថាគាត់ចង់បានសភាវុធបាទពីលោកដូណាល់ត្រាំថាឯងត្រូវកាត់ទឹកដីឲ្យអាមេរិកបានព្រមឲ្យសភាវុធបាទអញ្ចឹងនេះរឿងប្រទេសគេទេហើយតែពេលនិយាយថាចរចាថាចង់បានគ្រឿងសភាវុធអីហ្នឹងគឺតតែកាត់ដីកាត់អីអញ្ចឹងថាពិបាកនិយាយដែរបាទប្រែប្រួលបាទដោយសារតែលុបលុនហ្នឹងទោសៈលោភៈទោសៈមហៈអីហ្នឹងចឹងចំពោះរឿងអ្វីមួយក៏ដោយថាយើងមិនមានភាពត្រាស់ដឹងយើងមិនមានភាពការបោះបង់ការចាប់ចំពាក់ហើយសួរថាយើងមានការរីកចម្រើនមានជំនួយដល់ក្រុមគ្រួសារមានជំនួយដល់សង្គមមានជំនួយដល់ខ្លួនឯងដែរអត់ហើយក៏យើងកំពុងតែឆ្លងវែងទៅផ្នែកអ្នកខ្លះគឺជាចិត្តលុបលុនលេខលបែងខ្លះលមោផឹកលមោស៊ីទៅថាទង្វើមិនត្រឹមត្រូវគឺធ្វើឲ្យមានការឆ្លងវែងមួយថ្ងៃគឺគ្មានចាប់អារម្មណ៍អីទេបាទយើងនិយាយពីការហូបស្រាស្មាគឺខ្ញុំនៅកន្លែងអាហារទឹកគឺមានលោកយាយម្នាក់គាត់ទៅញ៉ាំការឬសូលថាលោកយាយហ្នឹងគាត់ពងចែកគ្នាគាត់ថាមកអត់ឆ្ងាញ់សោះហើយគាត់សួរថាមកតុកនឹងប្រហែលបាទគាត់ថាមកតុកគឺ 12,000 លុយតៃវ៉ាន់គាត់ថាអូមកតុក 12,000 តៃវ៉ាន់នេះគាត់ថាស្ដាយលុយណាស់គាត់ថាស្រាមិនគ្រាន់ហូបទេអ្នកគាត់ថាអ្នកខ្លះទៀតគាត់ថាឃើញអ្នកទៅហូបស្រាហ្នឹងហូបហើយគាត់ថាចាក់ស្រាហ្នឹងចូលក្នុងថង់ទៀតច្រកយកទៅផ្ទះហើយយករឿងទៅមកនិយាយនៅកន្លែងអាហារទឹកហ្នឹងតែពេលខ្ញុំឮសូរយាយគាត់និយាយគ្នាហ្នឹងក៏ខ្ញុំគិតថាខ្ញុំអត់ចូលចិត្តហូបស្រាទេព្រោះថាហូបស្រាប៉ះពាល់ដល់សុខភាពយើងមើលថ្លើមរបស់មនុស្សយើងថ្លើមរបស់មនុស្សគឺត្រូវបន្សាបនៅជាតិស្រវឹងជាតិអាល់កុលហ្នឹងគឺត្រូវការចំណាយពេល7មួយអាទិត្យឯណោះក៏តែបើថាយើងហូបមិនមែនស្រាដបតែគឺយើងហូបស្រាសទេគឺថាគឺក្តៅមែនតើបាទអញ្ចឹងបើថាថ្លើមគឺទប់ទល់មិនកើតនឹងជាតិអាល់កុលតខ្ពស់នោះទេមិនដឹងថារយៈពេលប្រហែលទើបអាចបន្សាបជាតិអាល់កុលបាននៅក្នុងថ្លើមហ្នឹងគឺជារឿងមកដល់លំបាកដល់ថ្លើមណាអញ្ចឹងយើងនិយាយអំពីរឿងនេះគឺដើម្បីចង់ប្រាប់យើងថានៅក្នុងការសាងធម៌អាសាសិលនេះគឺអសរសៀវហ្នឹងណាបាទដល់សារលោកយាយគឺគាត់និយាយជាមួយអាសៀវហ្នឹងហើយខ្ញុំក៏បងផឹកបាទនៅក្បែរហ្នឹងក៏ខ្ញុំផឹកតែនៅក្បែរក៏ខ្ញុំឮសូរក៏បាត់ជជែកហើយតែពេលលោកយាយថានៅកន្លែងរោងការហ្នឹងគឺផឹកស្រាផឹកអត់អស់គឺថាចាក់ចូលក្នុងថង់យកទៅផ្ទះបាទគឺដោយសារតែការលុបលុនគឺធ្វើឲ្យយើងមានអាកប្បកិរិយាចាក់បាទមិនថាយើងច្រកម្ហូបចេញពីរោងការអញ្ចឹងណាបាទអញ្ចឹងយើងច្រកស្រាចេញពីរោងការអញ្ចឹងថាម្ចាស់កម្មវិធីអត់ឃើញទេតែអ្នកផ្សេងគេមើលមកយើងថាអីក៏ចង់បានម្លេះវិញគេមើលយើងជាកសែភ្នែកមួយថាអូត្រូវតែកត់ចំណាំទុកអានេះគាត់នេះលោកនេះគេថា
បាទទៅដល់ណាច្រកដល់ហ្នឹងបាទអញ្ចឹងថាឲ្យបើយើងត្រូវមើលកម្មវិធីកុសលបញ្ញាណគឺយើងត្រូវដាស់តឿនទៅវិញទៅមកលើកទឹកចិត្តគ្នាទៅវិញទៅមកគ្រប់ពេលវេលាគ្រប់ទីកន្លែងណាគឺថាធ្វើឲ្យចិត្តរបស់យើងមានការលើកកម្ពស់កុំឲ្យធ្វើអញ្ចឹងដើម្បីតែលុបលុនស្រាហ្នឹងលុបលុនថាផឹកអត់អស់គឺថាចាក់ចូលថង់ឲ្យដើរចេញពីរោងការមកអញ្ចឹងស្រានេះគឺថាធ្វើឲ្យយើងហូបទៅគឺថាអាចធ្វើប៉ះពាល់ដល់សុខភាពរបស់យើងធ្វើឲ្យខូចខាតសុខភាពបាទហើយកាន់តែមានការប៉ះពាល់ទៀតគឺមានយុវវ័យម្នាក់គឺបាននិយាយមកព្រះសម្មាសម្ពុទ្ធថាពុករបស់គាត់ចែកឋានទៅគឺសម័យព្រះសម្មាសម្ពុទ្ធជួយប្រោះព្រំដើម្បីឲ្យគាត់ឡើងទៅកម្រិតខ្ពស់មួយព្រះសម្មាសម្ពុទ្ធមានពុទ្ធកាថាប្រៀបធៀបទៅគឡ2នៅក្នុងទឹកថាគឡ2ហ្នឹងមួយជ្រក់ប្រេងមួយទៀតគឺជ្រក់ដុំថ្មហើយគឺត្រូវវាយបំបែកគឺត្រូវបំបែកនៅក្នុងទឹកបាទគឺយកគឡ2ហ្នឹងវាយបំបែកអញ្ចឹងគឡដែលដាក់ប្រេងហ្នឹងគឺប្រេងគឺដាច់នៅលើទឹកចុះដុំថ្មដែលជ្រក់ចូលគឡពេលវាយគឡបែកគឺដុំថ្មគឺវាមានទម្ងន់ធ្ងន់ជាងទឹកហើយក៏ប្រកាសជាលឹបចូលក្នុងបាតទឹកតែបាតស្ទឹងតែម្ដងអញ្ចឹងយើងចង់ឲ្យអ្នកនរគ្នាសូមឲ្យព្រះសម្មាសម្ពុទ្ធបួងប្រោះព្រំឲ្យដុំថ្មហ្នឹងដែលឡើងលើគឺពិតជាលំបាកណាស់បាទមិនអាចទេការប្រៀបធៀបនេះគឺមានន័យថាមនុស្សយើងជាធម្មតាកុំឲ្យមានការលោភៈទោសៈមោហៈក្តីស្រឡាញ់អីស្នេហាអីហ្នឹងអញ្ចឹងអារម្មណ៍ដែលមិនទាន់បញ្ចេញគេហៅថាចុងគឺកណ្ដាលគឺរីករាយខឹងទុក្ខសោកបាទហើយបើថាអារម្មណ៍មិនទាន់បង្កើតអារម្មណ៍ដែលមិនទាន់អារម្មណ៍នៅក្នុងខ្លួនដែលមិនទាន់បញ្ចេញមកគឺយើងមានការទប់ស្កាត់បាទទប់អារម្មណ៍បានណាគេហៅថាចុងបាទគឺកណ្ដាលហើយពេលដែលយើងបញ្ចេញអារម្មណ៍បាទទប់អារម្មណ៍បានគឺល្អបាទអញ្ចឹងយើងសាងនៅធម៌ចុងហើហ្នឹងអញ្ចឹងចុងយាជាទេសចតាហើយយាជាទេសចតាតើជាចុងហើធានទីវយិនវ៉ាឧយិនអញ្ចឹងមានថាយើងត្រូវធ្វើឲ្យបាននៅចុងហើចតើគឺថាក្នុងមួយជីវិតមិនមែនក្នុងមួយជីវិតរបស់យើងដែលយើងប្រើគ្រប់មធ្យោបាយលួចរបស់គេយករបស់គេគឺវាល្អប្រសើរនោះទេយើងរស់នៅសប្បាយចិត្តតែយើងថាយើងយករបស់គេបង្វែងរបស់គេចេះថាព្រលឹងរបស់យើងគឺផ្សារធាតុរបស់ព្រលឹងរបស់យើងគឺមិនវិនិច្ឆ័យទេព្រលឹងមិនវិនិច្ឆ័យទៅព្រលឹងគឺអាចទៅចាប់ជាតិមួយទៀតគេហៅថាចែកឋានហ្នឹងពេលថាយើងចែកពីឋាននេះទៅដល់ឋាននោះបាទអញ្ចឹងថ្ងៃនេះមិនខកថាយើងរស់នៅល្អមិនល្អគឺត្រូវតែទទួលយកព្រោះថានេះគឺជាជោគវាសនារបស់យើងហើយថាជើងលេខដែលយើងបានកើតចេញមកគឺមានកំណត់ហើយថាយើងចាប់ពីយើងកើតថាជើងលេខដែលបានចាហ្នឹងគឺបានចាទុកនៅជោគវាសនារបស់យើងរួចជាស្រេចហើយអញ្ចឹងវាសនាដែលបានចាទុកហើយល្អឬអាក្រក់គឺត្រូវតែទទួលយកព្រោះថាអ្នកដែលកំណត់ល្អអាក្រក់មិនមែនព្រមលិខិតតែកំណត់ទេគឺយើងជាអ្នកកសាងដោយខ្លួនយើងល្អមិនល្អគឺយើងទទួលយកសិនទទួលយកនៅជោគវាសនាហើយគឺយើងត្រូវប្រើរោដំណោះស្រាយដើម្បីកែប្រែជោគវាសនាដែលមិនល្អហ្នឹងអញ្ចឹងថ្ងៃនេះគឺយើងមានសំណាងដើម្បីមកចូលរួមថ្នាក់កម្មវិធីកុនសវចញ្ញាណនេះគឺយើងដឹងអំពីប្រភពដើមនៃមនុស្សយើងចេញពីណាទៅណាកើតពីណាទៅណាវិញអញ្ចឹងព្រលឹងខ្ចីយើងប្រើព្រលឹងគឺថាខ្ចីយើងប្រើក្នុងសបករាងកាយរបស់យើងនេះហើយព្រលឹងគឺថាមិនវិនិច្ឆ័យទេហើយមនុស្សគឺមានរាងកាយអ្នកខ្លះទៀតគឺថារាងកាយមិនល្អមានថាអវយវៈមិនគ្រប់លក្ខណៈឬមួយក៏ពិការភាពវិញ្ញាណអញ្ចឹងបើសិនជាព្រលឹងចាប់ជាតិបាទទៅអាក្រក់គឺទៅជាសត្វអាក្រក់ជាសត្វទៅគឺថាសត្វល្អិតបាទគឺលក្ខណៈខុសៗគ្នាអញ្ចឹងបើថាព្រលឹងចាប់ជាតិទៅកម្រិតខ្ពស់គឺអាចចាប់ជាតិធ្វើជាទេវតាធ្វើជាព្រះកើតជាព្រះទេវតានៅឋានទេវលោកអញ្ចឹងទៅព្រលឹងគឺថាមានកម្រិតខុសៗគ្នាបើធ្លាក់ចាប់ជាធ្វើខ្មោចធ្វើប្រែអញ្ចឹងទៅអញ្ចឹងមនុស្សយើងថ្ងៃក្រោយចង់ធ្វើអ្វីថ្ងៃនេះគឺថាយើងមានឱកាសមួយនេះដើម្បីមកស្ដាប់ធម៌នេះគឺថាយើងមានសំណាងដែលយើងមានសំណាងមកស្ដាប់ធម៌ហើយយើងហេតុអ្វីបើយើងចូលទៅស្ដាប់ដោយសារតែឫសគល់យើងល្អគុណមកដូនតាយើង
បាទហើយនឹងប្រស័យ press ជាច្រើនគឺថាជាមានបេសកកម្មទើបយើងអាចមកស្ដាប់មេរៀនធម៌ខាងលើនេះបើថាយើងដឹងហើយគឺតែតាមឲ្យតនៅធីមរបស់យើងនេះធីមអ្នកតាសាសនានេះដើម្បីមករួមសាងប្រវត្តិធម៌ជាមួយគ្នាដើម្បីលើកកម្ពស់កម្រិតនៃចិត្តញាណរបស់យើងគឺជួយដល់យើងទេហើយខ្ញុំក៏បាននឹកឃើញដល់ម្ដាយរបស់ខ្ញុំពេលដែលខ្ញុំរៀននៅអនុវិទ្យាល័យម្ដាយរបស់ខ្ញុំគឺមានជំងឺមហារីកឈាមក៏បានលាចាកលោកទៅនៅមុនពេលដែលម្ដាយរបស់ខ្ញុំមិនទាន់លាចាកលោកនោះគឺធ្វើឲ្យជីវិតរបស់ខ្ញុំមានទស្សនៈក្នុងជីវិតក៏មានការផ្លាស់ប្ដូរពីព្រោះថាពេលនៅក្មេងកុមារភាពនេះគឺថានៅវិហារកាតូលិកបាទហើយពេលដែលនៅវិហារកាតូលិកនេះបាទវិហារយេស៊ូបាទគឺថាប្រជាជនក្រីក្រគឺថាទទួលនៅជំនួយពីថាបាទវិហារសាសនាគ្រឹះដែលមានរបស់ជំនួយដូចជាខោអាវសម្លៀកបំពាក់មកពីអាមេរិកបាទដូចជាម្ហូបអាហារដូចជាម្សៅដំឡូងម្សៅល្ពៅអីហ្នឹងបាទគឺមាននំចំណីបាទសម្ភារៈប្រើប្រាស់អីដែលចេញពីសមាគមកាតូលិកបាទដែលបានចែកជូនចឹងថាម្ដាយរបស់ខ្ញុំគឺថាមុននឹងគាត់ចែកឋានមួយអាទិត្យប្រហែលជាថ្ងៃ10ជាងខែ3ហ្នឹងណាចឹងនៅតំបន់ថៃព្រីងគឺមានព្រះម៉ែម៉ាជូធានសាំងសឹងមូថាគឺគេដង្ហែ18ភូមិឃុំបាទហើយម្ដាយរបស់ខ្ញុំឮសូគេកំពុងតែដង្ហែហ្នឹងណាដង្ហែព្រះម៉ែម៉ាជូហ្នឹងគាត់ថាកូនឯងអ៊ីវមកទៅខាងក្រៅហើយថាម៉ែឯងអត់មានកម្លាំងផងម៉ែឯងពងឈឺម៉ែឯងចង់ទៅក្រៅមើលអ្វីហើយម្ដាយគាត់ថាកូនឯងកូនឆ្លាតកូនជួយម្ដាយទៅបាទលើកម្ដាយទៅហើយខ្ញុំក៏បានអ៊ីវម្ដាយតាមអ្វីតែម្ដាយបង្គាប់ហើយក៏បានខ្ញុំអ៊ីវទៅខាងក្រៅគេថាអូឃើញមានអ្នកឈឺហើយអ៊ីវមកហើយប្រជាជនដែលកំពុងតែអ៊ូអរហ្នឹងក៏គេបានញែកផ្លូវចេញឲ្យខ្ញុំហើយនិងម្ដាយខ្ញុំចូលហើយពេលតែម្ដាយខ្ញុំនៅកន្លែងនៅលើដីហ្នឹងហើយគឺបាទព្រះម៉ែម៉ាជូដែលនៅលើក្រេស្នែងហ្នឹងគឺគេបានលើកក្រេស្នែងហ្នឹងគេថាទៅមុខថយក្រោយពីបេសាក៏បានលើកកន្លងម្ដាយរបស់ខ្ញុំហ្នឹងណាគឺជាទំនៀមទម្លាប់បាទរបស់ប្រជាជនដែលមានជំនឿទៅលើព្រះម៉ែម៉ាជូដែលគេមានក្បួនដង្ហែនៅផ្លាករបស់ព្រះម៉ែម៉ាជូ7យប់8ថ្ងៃឬក៏8ថ្ងៃ9យប់អីហ្នឹង8យប់9ថ្ងៃហ្នឹងគឺគេបានប្រពៃពិធីនេះអាចទៅជាពិធីមួយដ៏អធិកអធមដែលមានប្រជាជនច្រើននិងជនជាតិបរទេសមានការចាប់អារម្មណ៍អាចទៅជាវប្បធម៌មួយហើយតែពេលអញ្ចឹងគឺម្ដាយរបស់ខ្ញុំពេលដែលឆ្លងកាត់បាទនៅការព្រះម៉ែម៉ាជូបាទក្រេស្នែងរបស់ព្រះម៉ែហ្នឹងក៏បានកន្លងពីលើខ្លួនម្ដាយរបស់ខ្ញុំហ្នឹងគឺម្ដាយរបស់ខ្ញុំក៏មានកម្លាំងតែម្ដងចឹងជំងឺមហារីកឈាមគឺមិនងាយស្រួលទេគេថាឈាមសស៊ីឈាមក្រហមថាតាមពេទ្យនិយាយថាมันអាចបាទมันយូរជាង2អាទិត្យអីទេបាទអញ្ចឹងម្ដាយរបស់ខ្ញុំគាត់ថាតាម1អាទិត្យទៅ2អាទិត្យក៏បានចែកឋានដូចពេទ្យនិយាយអញ្ចឹងហើយទៅពេលចែកឋានទៅបាទអាពេលគាត់មានកម្លាំងឈរហ្នឹងគឺហាក់បីដូចជាគាត់ផ្លឹកអញ្ចឹងបាទគាត់មានអារម្មណ៍ឈរកំតែចុងក្រោយនៅតែចែកឋានដល់ពេលគាត់ចែកឋានទៅគឺថាអរគុណដល់lãoស៊ូនេវរបស់យើងដែលបានធ្វើពិធីដែលបានទៅចូលបុណ្យដើម្បីហើយក៏នាំបរិស័ទទៅចូលរួមពិធីបុណ្យសពរបស់ម្ដាយខ្ញុំធ្វើខ្ញុំរំភើបចិត្តទាំងខ្ញុំបងប្អូនរបស់ខ្ញុំក៏បានមកសិក្សារៀនធម៌នៅព្រះវិហារសាងធម៌សាសិលតែដល់ពេលខ្ញុំមកដល់ព្រះវិហារខ្ញុំឃើញសភៅកតញ្ញូសៅជីងគឺបាននិយាយថាសិនធីហ្វាហ្វូសូជាហ្វូមូថារាងកាយរបស់យើងតាំងពីសក់ក្បាល
តាំងពីរោមស្បែករបស់យើងគឺពុកម្ដាយអ្នកផ្ដល់យើងមិនត្រូវធ្វើឲ្យមានការខូចខាតធ្វើយើងមានការត្រូវរបួសអីហ្នឹងគឺជាការកតញ្ញូដល់តូចបាទអញ្ចឹងយើងកុំដោយសារតែលំមចង់ផឹកស្រាធ្វើឲ្យរាងកាយរបស់យើងមានការឈឺថ្លើមខូចថ្លើមហើយកុំធ្វើឲ្យមួយធ្វើឲ្យពុកម្ដាយមានការពិបាកចិត្តព្រួយបារម្ភដើម្បីតែយើងជាកូនយើងជាកូនគឺត្រូវតែយល់អំពីចិត្តរបស់ពុកម្ដាយថែរក្សាខ្លួនបានល្អកុំឲ្យមានការរបួសក៏តែពុកម្ដាយបានចាត់ឋានទៅធ្វើយ៉ាងម៉េចគឺយើងត្រូវតែលីសិនសិងតោគឺយើងចូលរួមក្នុងការសាងបប្រតិបត្តិធម៌អាសាសិលបប្រតិបត្តិធម៌គឺមានបុណ្យកុសលទើបឲ្យឧទ្ទិសកុសលផលបុណ្យជូនពុកម្ដាយដែលបានចាត់ឋានទៅអញ្ចឹងសភៅធម៌កតញ្ញូមួយនេះគឺធ្វើឲ្យកែប្រែគុណកុសលរបស់ខ្ញុំកាលនេះខ្ញុំរៀនអនុវិទ្យាល័យនោះគឺខ្ញុំអាយុជាង10ជាង7-20ឆ្នាំទេបាទហើយបងប្រុសរបស់ខ្ញុំគឺអាយុ21-22ទេហើយប្អូនស្រីរបស់ខ្ញុំទាំង3នាក់បាទគឺសិតតែមានអាយុជាង10ឆ្នាំតែប៉ុណ្ណោះបាទកាលនោះគឺថាអ្វីៗគឺអត់ដឹងទេអត់ចេះអីទាំងអស់ក៏តែម្ដាយបានចែកឋានទៅរឿងមួយនេះគឺដោយសារតែឃើញបរិស័ទព្រះវិហារមកចូលបន្សពនោះក៏ខ្ញុំមកព្រះវិហារឃើញlãoស៊ូនាវថាមានការដឹកនាំដ៏ល្អខ្ញុំក៏រៀនសូត្រក្នុងការសាងបដិបត្តិព្រះវិហារតើខ្ញុំមានថវិកាមិនសូវជាច្រើនក៏តែគឺចូលបនជាប្រចាំខែតិចក្តីចាំងក្តីហើយមានម្ដងនោះកាលនៅខ្ញុំក៏បានចូលបន20000ជូនម្ដាយរបស់ខ្ញុំដែលបានចាត់ឋានហ្នឹងហើយខ្ញុំបងមលុះការចូលបនហ្នឹងគឺបាទទេពម្ដងហើយតែពេលម្ដងនោះគឺស៊ូនីវក៏បានlãoស៊ូនីវសួរថាខ្ញុំសួរlãoស៊ូនីវថាខ្ញុំចូលបានប្រហែលហើយlãoស៊ូនីវថាតែឥឡូវគឺថ្មីនេះគឺអត់មានបានចូលបនទេដោយសារតែអីដោយសារតែត្រូវគ្រប់គ្រងជីវភាពបាទលុយដែលរកបានគឺត្រូវការឲ្យបងប្អូនទៅរៀននេះជាដើមអញ្ចឹងបងធនាគារបងឲ្យទៀតអញ្ចឹងថាអត់សូវមានថវិកាទេបាទក៏តែដោយសារតែនៅជាមួយគ្នានៅក្នុងព្រះវិហារដើរតាមចង្វាក់ជើងនៃព្រះវិហារក្នុងកាលរយៈពេល18ឆ្នាំដែលរក្សាសិទ្ធិនៅព្រះវិហារនោះរយៈពេល18ឆ្នាំគឺថាមានម្ដងក៏បានសុំlãoស៊ូនីវថាពួកខ្ញុំចង់អញ្ជើញម្ដាយដែលបានចែកឋានកាលពី18ឆ្នាំមុននោះមកចូលរូបហើយពេលដែលម្ដាយរបស់ខ្ញុំពេលដែលចែកឋាន3ឆ្នាំហើយគឺខ្ញុំពងគិតម្ដាយខ្ញុំថាតើក៏ដល់ម្ដាយថាតើម្ដាយបានត្រឡប់ដល់ឋាននិព្វានអត់គាត់ថាប្រហែលជាម្ដាយខ្ញុំភ្លេចវត្ថុទាំង3មិនដឹងជាគាត់បានទៅដល់ឋានលើអត់គាត់តែអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចទេគឺក្រោយមកគឺមានទេវតាមកចូលរូបហើយខ្ញុំក៏បានសួរដល់ទេវតាដែលបានចូលរូបហ្នឹងហើយទេវតាមានប្រកាសថាម្ដាយរបស់អ្នកមានបានផ្ដាំអញ្ចឹងឮសូរថាម្ដាយខ្ញុំមានការផ្ដាំអញ្ចឹងមានថាបើទេវតាមកប្រឋានលើបើម្ដាយមានការផ្ដាំអញ្ចឹងមានថាម្ដាយខ្ញុំនៅឋានលើអញ្ចឹងផ្ដាំថាម៉េចថាឲ្យខ្ញុំយកចិត្តទុកដាក់ក្នុងការសាងបដិបត្តិធម៌គឺក៏មានការបើថាប្រកាន់នឹងគេណាបាទអញ្ចឹងក៏ខ្ញុំស្ដាប់តាមម្ដាយខ្ញុំដែលបានផ្ដាំមកនោះអញ្ចឹងខ្ញុំក៏ចូលរួមសាងបដិបត្តិធម៌នៅក្នុងព្រះវិហារគឺតាំងពីមានបុណ្យកុសលរហូតដល់ការសន្សំបុណ្យកុសលទាំងក្រុមគ្រួសារទាំងខ្ញុំទាំងបងខ្ញុំទាំងបងប្អូនរបស់ខ្ញុំគឺថាចូលបុណ្យមិនច្រើនក៏តែធ្វើបុណ្យក៏បានធ្វើបុណ្យបានច្រើនអញ្ចឹងដល់ពេលម្ដាយខ្ញុំមកចូលរូបគឺបានប្រាប់ថាគាត់គឺជាប្រធានក្រុមបាទប្រធានថ្នាក់នៅក្នុងថ្នាក់ទេវតានៅឋានលើបាទអញ្ចឹងគឺជាពលឹងកម្រិតខ្ពស់នៅឋានលើអញ្ចឹងតែខ្ញុំសប្បាយចិត្តណាស់ដែលម្ដាយខ្ញុំបានទៅដល់ឋានលើមានបាទតួនាទីមួយធ្វើនៅឋានលើហ្នឹងគឺខ្ញុំសប្បាយចិត្តមែនតើបាទកក់ក្ដៅមែនតើថាអញ្ចឹងម្ដាយរបស់ខ្ញុំបានទៅដល់ឋានលើខ្ញុំសប្បាយចិត្តណាស់អញ្ចឹងក៏ខ្ញុំព្យាយាមធ្វើអញ្ចឹងថាយើងជាកូនយើងខិតខំធ្វើបុណ្យគឺអាចឧទ្ទិសកុសលផលបុណ្យជូនម្ដាយពុកដែលបានចាត់ឋានទៅហើយបើថាយើងធ្វើគឺទុកបុណ្យកុសលឲ្យកូនចៅយើងផងដែរអញ្ចឹងម្ដាយរបស់ខ្ញុំគឺបានទៅដល់ឋាននិព្វានណាគឺត្រូវការឆ្លងកាត់ការសាងធម៌ឆ្លងកាត់ការរក្សាសិលនៅឋានលើដែរហើយបើថាយើងមានបុណ្យកុសលគឺយើងជាប្រេងបើយើងមានបុណ្យកុសលទេយើងគឺជាដុំថ្មអញ្ចឹងយើងតែអាប់ក្រេតពីដុំថ្មទៅដល់ប្រេងបាទអញ្ចឹងយើងនៅឋានលើយើងនៅក្នុងវិមានឋានលើនោះគឺយើងតែរក្សាសិលបន្ថែមទៀតហើយគប់ផ្សំនឹងបុណ្យកុសលដែលកូនរក្សាសិលនៅឋានកណ្ដាលទៅកុសលជូនយើងនៅឋានលើនោះអញ្ចឹងឆ្លងកាត់រយៈពេល45ឆ្នាំក្រោយ
ឪពុករបស់ខ្ញុំគឺមានបញ្ជន92ដោយសារតែម្ដាយខ្ញុំចែកឋានទៅឪពុករបស់ខ្ញុំគឺក៏មិនសូវជាមានអារម្មណ៍សប្បាយចិត្តដែរក្រោយមកក៏ធ្លាក់ខ្លួនឈឺពេលតែឈឺហើយក៏មកដល់ទីលេនធរគឺគាត់ពលីទាំងស្រុងនឹងដែលមកដល់ព្រះវិហារហ្នឹងគឺថាមកជួយការងារព្រះវិហារពេលតែនៅក្មេងគាត់នៅព្រះវិហារថាគាត់ជួយបោះសម្អាតព្រះវិហារគាត់ជួយចម្រះស្មៅជួយដាំឈើហើយត្រូវតទឹកតភ្លើងករណីថាមានដាច់ទឹកដាច់ភ្លើងគាត់ជួយគាត់ធ្វើអញ្ចឹងឪពុករបស់ខ្ញុំគាត់មកធ្វើការព្រះវិហារអញ្ចឹងឡៅសិនក៏បានចាត់ទុកក៏បានចាត់តាំងឲ្យឪពុករបស់ខ្ញុំគឺទៅទស្សត្រៃធននៅប៉ែកខាងជើងនៅតៃប៉ែណាពេលទៅដល់តៃប៉ែហើយគឺគាត់មកដល់ថៃចុងដើម្បីមកជួយការងារសាងសង់ព្រះវិហារគាត់ធ្វើជាអ្នកមើលការងារខុសត្រូវនៅសំណង់សាងសង់ព្រះវិហារអញ្ចឹងពុករបស់ខ្ញុំគឺថាគាត់មានឱកាសពីរក្នុងការមើលការខុសត្រូវការសាងសង់វិហារពីរកន្លែងគឺគាត់ជួយមើលហើយគាត់ជួយការងារសំណង់ថាគាត់យកថាដែកហ្នឹងទៅរកស៊ីម៉ង់ដែលគេកំពុងតែចាក់ស៊ីម៉ង់ហ្នឹងគឺគាត់ចាក់ឲ្យវាហាប់ណែនល្អពីព្រោះថាស៊ីម៉ង់បើថាគេកំពុងតែចាក់បេតុងបើថាយើងមិនកូរវាទេគឺវានឹងអាចមានខ្យល់បាទអញ្ចឹងក៏គាត់ជួយការងារសំណង់ជាមួយការងារខុសត្រូវនៅពេលដែលសាងសង់ព្រះវិហារចំនួន2កន្លែងបាទអញ្ចឹងថាពេលដែលយើងមានសុខភាពល្អយើងមានកម្លាំងដែលអាចជួយការព្រះវិហារគឺយើងធ្វើដល់សប្បាយចិត្តអញ្ចឹងឪពុករបស់ខ្ញុំធ្វើការងារនៅព្រះវិហារដោយបរិច្ចាគកម្លាំងនោះថាគាត់ជួយការងារព្រះវិហារទៅពេលគាត់មានបញ្ជនរៀងច្រើនទៅគឺថាកាយវិការរៀងថាកម្លាំងរៀងស្ទើរអញ្ចឹងទៅបោះដីបោះអីរៀងខ្សោយអញ្ចឹងទៅហើយពេលតែគាត់ចែកថាពេលតែគាត់មុនតែគាត់ចែកថាគាត់ឈឺគាត់នៅមន្ទីរពេទ្យថាមានបរិស័ទទៅជួយមើលថែឪពុករបស់ខ្ញុំដល់ពេលគាត់បានចែកឋានទៅរយៈពេល400ថ្ងៃនោះគឺថាបងប្រុសរបស់ខ្ញុំគឺអងលេងតោគឺបានប្រាប់ខ្ញុំថាអ្នកអាចអញ្ជើញឪពុកបលឹងឪពុកដែលបានចែកឋានហ្នឹងមកចូលរូបហើយបងប្រុសខ្ញុំប្រាប់ខ្ញុំថាចង់អញ្ជើញឪពុកបលឹងឪពុកមកចូលរូបនោះគឺតើតែចូលបុណ្យហើយខ្ញុំក៏បានថាខ្ញុំមានការត្រៀមចិត្តដែរថាត្រៀមបច្ច័យដើម្បីចូលបុណ្យហ្នឹងដើម្បីឲ្យគ្រប់បុណ្យកុសលដើម្បីនិមន្តអញ្ជើញឪពុកមកចូលរូបបន្ទាប់ពីគាត់ចែកឋានទៅអញ្ចឹងកាលហ្នឹងឪពុកពេលដែលបានចែកឋានទៅថាមានផ្ទះមានដីបាទហើយខ្ញុំថាផ្ទះដែលឪពុកប្រសើរទុកឲ្យហ្នឹងគឺខ្ញុំមិនយកទៅទុកឲ្យបងទៅបាទព្រោះខ្ញុំមានផ្ទះនៅហើយពេលដែលឪពុកចែកឋានទៅគាត់បានចែកលុយឲ្យបងប្រុសរបស់ខ្ញុំបាទចែកគេឲ្យហ្នឹងអញ្ចឹងក៏គាត់យកលុយដែលឪពុកដែលបានចែកគេគាត់នោះគឺយកមកចូលបុណ្យជូនឪពុកវិញដើម្បីនៅក្នុងការមានបច្ច័យចូលបុណ្យនៅក្នុងការអញ្ជើញឪពុកដែលបានចែកឋានមកចូលរូបហ្នឹងបាទហើយពេលដែលពុកមកចូលរូបគឺបានប្រកាសថាគាត់គឺជឿសានតាសៀនបាទគឺទេវតាជឿសានចឹងថាល្អមែនតើចាពុករបស់ខ្ញុំពេលដែលចែកឋានទៅថាពេលមកចូលរូបគឺថាបានហៅឈ្មោះតាំងពីកូនក្មួយចៅទូចចៅលួតថាហៅគ្រប់តែគ្នាសម្បីតែចៅលួតអីអត់ដែរស្គាល់ឈ្មោះក៏គាត់ហៅចេញដើម្បីមកលើកទឹកចិត្តផងដែរអញ្ចឹងហើយពេលដែលចូលរូបនោះថាតាមមួយផ្លែទេគេថាក៏បានចាក់ចេញវិញដល់ពេលលើកទី2ដល់ចូលវិញក៏សរសេរបានញាប់មែនតើបាទពីព្រោះថាចូលដំបងថាអត់សូវលឿនទេបាទអញ្ចឹងមនុស្សយើងថាពេលចែកឋានទៅគឺព្រលឹងរបស់មនុស្សយើងគឺមានទម្លាប់ដូចនៅឋានកដាលអញ្ចឹងហើយឃើញឋានកដាលពេលមកដល់ឋានកដាលវិញថាមានអារម្មណ៍មួយក្តុកក្តួលឃើញទស្សនភាពឋានកដាលឃើញបងប្អូនញាតិសន្តានដែលនៅឋានកដាលហ្នឹងគេថាមានអារម្មណ៍មួយរំភើបចិត្តក្តុកក្តួលមែនតើដល់ពេលឪពុករបស់ខ្ញុំបានចូលរូបម្ដងទៀតនោះក៏បានសរសេរអក្សរបានស្ទាត់ជំនាញសរសេរលឿនមែនតើអញ្ចឹងឪពុករបស់ខ្ញុំបានប្រកាសថាគឺមានពនាមថាជឿសានតាសៀនគឺទេវតាជឿសានគឺធ្វើឲ្យថាត្រេកអរមែនតើនៅក្នុងក្រុមគ្រួសារគឺតាំងម្ដាយតាំងឪពុកក៏បានទៅដល់ឋានលើសុទ្ធបានធ្វើទេវតាអញ្ចឹងថាធ្វើជាកូនថារំភើបចិត្តណាស់បាទអញ្ចឹងមនុស្សយើងថាគឺត្រូវតែគិតថាបុណ្យកុសលគឺសំខាន់ព្រោះថាសំខាន់គឺបុណ្យកុសលគឺសំខាន់ណាស់ដែលយើងគឺថារកលុយបានគឺមិនមែនពឹងទៅលើសមត្ថភាពទេគឺរកលុយបានគឺពឹងទៅលើគុណបុណ្យ
ពឹងលើសម្ពាធបុណ្យអញ្ចឹងចំពោះកូនរបស់យើងគិតថាទុកលុយទុកគេឲ្យមិនភាសាជាជឿយើងទុកគុណបុណ្យឲ្យកូនយើងទេបើថាកូនយើងមានគុណបុណ្យគឺទៅដល់ណាគឺជួបអ្នកមានបុណ្យដល់ហ្នឹងជួបអ្នកល្អដល់ហ្នឹងអញ្ចឹងថាយើងស្ដាប់មេរៀនខាងលើនេះយើងស្ដាប់កម្មវិធីកុនសម្បជញ្ញៀនគឺយើងត្រូវស្ដាប់យល់ហើយយើងត្រូវប្រាប់តគ្នាទៀតទៅដល់អ្នកដែលមិនទាន់បានស្ដាប់ឲ្យប្រកបបានដឹងថាអាចមករៀនរួមសាងបប្រតិបត្តិធម៌អាចមករួមគ្នាមកស្ដាប់ធម៌មេរៀនខាងលើនេះមករៀននៅព្រះវិហារចឹងថាយើងមានការជួយផ្សព្វផ្សាយនៅសម្លេងបឋមហ្នឹងគឺថាយើងក៏បានបុណ្យកុសលផងដែរអញ្ចឹងយើងលើកកម្ពស់នៅកម្រិតយល់ដឹងបើថាយើងគិតថាគីឡូពេលដែលវាយបែកបាទអញ្ចឹងថ្មគឺធ្ងន់ធ្លាក់ទៅក្រោមហើយបើថាប្រេងសារគឺដាច់នៅលើថាបុណ្យកុសលរបស់យើងមានគឺយើងនឹងអាចយកយកដល់ឋានលើអញ្ចឹងបើថាយើងមានការវល់ក្នុងវិវត្តសង្សារវល់ក្នុងវិវត្តសង្សារគ្រប់ជាតិគឺយើងសុទ្ធតែអាចមានកម្រិតខ្ពស់តែស្អីយើងឧស្សាហ៍តែកសាងបុណ្យកុសលអញ្ចឹងជាចុងក្រោយនេះសូមជម្រាបបងប្អូនគ្នាគឺថាមានកម្រិតខ្ពស់នៃព្រលឹងញាណរបស់យើងបាទអញ្ចឹងសូមអរគុណដល់ស៊ូនីវបាទសូមក្រាបថ្លែងបាទសូមអរគុណដល់ស៊ូនីវសូមអរគុណបាទសូមចែកគួយចុះអរគុណដល់ស៊ូនីវដែលបាននិយាយអំពីរឿងរបស់ឪពុកម្ដាយរបស់លោកគ្រូបាទដែលប្រាប់យើងបានដឹងថាកាលពីរាប់ពាន់ឆ្នាំមកគឺហេតុផលតែមួយទេគឺការរស់នៅរបស់យើងទៅមុខប៉ុន្តែអ្នកដើម្បីតែខាងកដាលគឺដើម្បីតែចិត្តរបស់សត្វលោកគឺអ្នកប្រកាសជាមានការផ្លាស់ប្ដូរការសន្សំបន្តិចបន្តួចអញ្ចឹងផ្សេងយើងស្គាល់ខ្លួនយើងពិតគឺយើងរក្សាសិលក៏បានសម្រេចផងដែរអញ្ចឹងព្រះដែលមានចិត្តមេត្តាករុណាមនុស្សគ្រប់រូបក៏សុទ្ធតែមាននៅពុទ្ធញ្ញាណយើងក៏អាចមានចិត្តមេត្តាករុណាដូចជាព្រះទេវតាលើផងដែរអញ្ចឹងបើសិនជាលំបាកយ៉ាងណាក៏យើងក៏អាចធ្វើបានដែរអញ្ចឹងសូមសម្រាប់ផ្លែសិនមកទៀតយើងចូលតាមមេរៀនពីរបស់យើងតទៅសូមអរគុណ